ប្រិមិត្តបើជាមានចម្ងល់ថាតើហេតុអ្វីបានជារឿងនេះប្រយុទ្ធគ្នាខ្លាំងម្ល៉េះថាតើនឹងចប់នៅពេលណាហើយតើហេតុអ្វីបានជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលអន្តរាគមន៍ហើយនៅតែមានការប្រយុទ្ធមិនឈប់នេះជាចម្លើយដែលសារព័ត៌មាន Bloomberg បានរាយការណ៍ធ្វើបទវិភាគជូនប្រិមិត្តទាំងអស់គ្នាបាទជូនមហាជនជូនពិភពលោកហើយខ្ញុំសូមដកស្រង់មកជូនប្រិមិត្តទាំងអស់គ្នាបាទពីទំនងដែរដែលលោកអនុทิនគាត់និយាយថាលោកប្រធានាធិបតី Donald Trump ទូរស័ព្ទទៅអត់មាននិយាយពីបទជបាញ់បាទប្រិមិត្តជឿពាក្យគាត់ប៉ុណ្ណានឹងអាស្រ័យទៅលើការពិចារណាទៅបាទមិនមែនលោក Trump គាត់ទៅនិយាយពីរឿងពាណិជ្ជកម្មនោះទេគឺអនុทิនគាត់និយាយបដោតខ្លាំងពីរឿងលោក Trump និយាយពីរឿងពាណិជ្ជកម្មបាទឲ្យចង់ចោះពន្ធអីបន្ថែមទៀតឲ្យថៃអីចឹងប្រិមិត្តអាចយល់ពីអ្វីដែលគាត់ប្រើប្រាស់បទសន្ទនាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកនេះដើម្បីផលប្រយោជន៍នយោបាយរបស់គាត់ហើយនឹងបដិសេធការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump បាទអញ្ចឹងអត្ថបទនេះគឺឆ្លើយស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានសង្ខេបបន្តិចអំបញ្ញនេះអញ្ចឹងខ្ញុំសូមបកប្រែទូទៅរបស់ Bloomberg តើ Bloomberg គាត់បានវិតម្លៃយ៉ាងម៉េចរាយការណ៍យ៉ាងម៉េចបាទតាមសារព័ត៌មាន Bloomberg គាត់ថានាយករដ្ឋមន្ត្រីថៃកំពុងតែលេងល្បែងមួយដោយឲ្យមានការរៀបចំការបោះឆ្នោតមុនដែលក្នុងពេលដែលកំពុងតែជំរុញមនោសញ្ចេតនាជាតិនិយមរបស់ថៃដោយប្រើប្រាស់ចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យអ្នកបោះឆ្នោតដែលមាននិន្នាការអភិរក្សនិយមរបស់ថៃគ្រប់គ្រងគណៈបករបស់លោកដើម្បីផ្ដួលក្រុមប្រឆាំងរបស់លោកដែលគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យហើយវិជាការមួយដែលបង្ហាញថាគណៈបកគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យអាចមានឱកាសឈ្នះជាងនៅក្នុងការបោះឆ្នោតនៅពេលនេះហើយដូច្នេះលោកត្រូវតែក្តាប់ឱកាសនេះប្រើប្រាស់អ្វីដែលមានដើម្បីយកជ័យជំនះនៅក្នុងការបោះឆ្នោតនោះលោកអនុทิនច័ន្ទវីរគុលដែលទើបតែកាន់អំណាចបានរយៈពេលប្រមាណតែ3ខែតែប៉ុណ្ណោះគឺបានចាត់វិធានការដោយដំបូងរំលាយសភានៅយប់ថ្ងៃប្រហ័សដើម្បីជៀសវាងការបោះឆ្នោតដកសេចក្តីទុកចិត្តហើយគឺជាការមួយរៀបចំឆាកសម្រាប់ការបោះឆ្នោតនៅដើមខែកុម្ភៈប៉ុន្តែការបរិច្ឆេទពិតប្រាកដនឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃនៅដើមសប្តាហ៍ក្រោយលោកធីធីណានពងសុធិរៈដែលជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡង់កនបាននិយាយថានេះគឺជាឱកាសដ៏ល្អបំផុតហើយសម្រាប់លោកអនុทิនគាត់ចង់បង្ហាញខ្លួនឲ្យគេមើលឃើញថាគាត់គឺជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលសង្គ្រាមដើម្បីប្រើប្រាស់ឱកាសពេលដែលខ្លួនកំពុងកាន់អំណាចនេះជាផលប្រយោជន៍សម្រាប់លោកប៉ុន្តែសូម្បីតែមានការឈានឡើងនៅក្នុងការបោះឆ្នោតក៏ដោយក៏អ្នកវិភាគបានផ្ដល់ការប្រុងប្រយ័ត្នថាលោកអនុทิនប្រហែលជាត្រូវតស៊ូឬក៏ត្រដាប់ត្រដួសនៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយឲ្យមានលក្ខណៈស៊ីសង្វាក់នឹងគ្នាហើយលោកក៏ប្រហែលជានៅខ្វះខាតប្រជាប្រិយភាពបើធៀបជាមួយនឹងគណៈបកប្រជាជនដែលជាគូប្រជែងរបស់លោកនោះលោកណាផនចាត់ស៊ូស្រីពិថាវិញបាននិយាយថារដ្ឋាភិបាលណាក៏ដោយដែលគាត់ដឹកនាំគឺមិនមានស្ថិរភាពនោះទេនេះបើតាមការបញ្ជាក់របស់លោកណាផនដែលជានាយកនៃមជ្ឈមណ្ឌលមួយសម្រាប់ការសិក្សាអំពីភូមិសាស្ត្រនយោបាយនៅទីក្រុងបាងកកដែលជាស្ថាប័នមួយស្រាវជ្រាវអំពីអនាគតនយោបាយរបស់ថៃលោកបាននិយាយថាការនេះគឺមានន័យថាការជាប់គាំងហើយនឹងប្រហែលជាអាចនឹងមានរឿងកើតឡើងគឺមានប្លុកប្រឆាំងនៅក្នុងរដ្ឋាភិបាលចម្រុះនោះនឹងប្រកួតប្រជែងគ្នាដើម្បីទាមទារតំណែងនិងការគ្រប់គ្រងនៅក្នុងរដ្ឋាភិបាលអញ្ចឹងបានន័យថាបង្កើតបានរដ្ឋាភិបាលហើយក៏នៅតែរញ៉េរញ៉ៃដណ្ដើមតំណែងគ្នាដើម្បីយកឧត្តមភាពនៅក្នុងរដ្ឋាភិបាលបើសិនជាលោកអនុทิនមានឱកាសបង្កើតរដ្ឋាភិបាលជាថ្មីហើយបន្តទៀតនេះគឺសារព័ត៌មាន Bloomberg ក៏បានរៀបរាប់អំពីកត្តាសេដ្ឋកិច្ច
ដែលធ្វើឲ្យមានបញ្ហាផងដែរគឺការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេសថៃនៅក្នុងត្រីមាសចុងក្រោយនេះគឺมันបានឡើងច្រើនដោយអ្វីដែលលោកអនុทิនចង់បាននោះទេពីព្រោះវាคล้ายទៅជារឿងនយោបាយដ៏រ៉ាំរ៉ៃមួយដែលធ្វើឲ្យខូចខាតទៅដល់ការដឹកនាំរបស់លោកហើយធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តរបស់អ្នកវិនិយោគទុនផងដែរហើយក្នុងពេលជាមួយគ្នានឹងដែរគឺពន្ធគយរបស់លោកប្រធានាធិបតី Donald Trump ក៏អាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងពេលខាងមុខគឺរហូតពេញមួយឆ្នាំក្រោយតែម្ដងគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកនៅមិនទាន់សម្រេចបាននៅឡើយទេអញ្ចឹងនេះគឺជាកត្តាទី2គឺជារឿងសេដ្ឋកិច្ចដែលធ្វើឲ្យលោកអនុทิនក៏ជួបប្រទះនឹងបញ្ហាផងដែរដែលគាត់ខិតខំប្រឹងប្រែងដោះស្រាយយ៉ាងត្រដាប់រលូនសារព័ត៌មានBloomberg បានបន្ថែមទៀតថាដូច្នេះផលប្រយោជន៍ដែលលោកអនុทิនមានប្រៀបគឺស្ថិតនៅលើទំនាក់ទំនងដែលខ្លួនមានជាមួយនឹងស្ថាប័នគេហៅថាអភិរក្សនិយមហើយនឹងក្រមរាជានិយមរបស់ថៃតែប៉ុណ្ណោះដែលប្រិមត្តដឹងហើយគឺជាក្រមដែលគ្រប់គ្រងរាជបល្ល័ង្កហើយនឹងយោធាគឺដោយសារតែក្រមនេះមានសម្លេងច្រើននៅក្នុងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកសំទោសនៅក្នុងព្រឹទ្ធសភារបស់ប្រទេសថៃដែលជាការមួយជួយឲ្យលោកក្នុងការសម្រេចបានសម្លេងក្នុងការបង្កើតរដ្ឋាភិបាលនៅពេលក្រោយបាទហើយក្រមដែលមានសម្លេងអភិរក្សនិយមនោះគឺមានសភាដែលពួកគេតែងតាំងហើយសភានឹងគឺជាអ្នកតែងតាំងតុលាការធម្មនុញ្ញបាទហើយនឹងក្រមយោធាគឺជាចង្កោមដែលខ្លាំងដែលបាទគឺជាសសរស្តម្ភដ៏ខ្លាំងមួយនៅក្នុងនយោបាយថៃគឺតុលាការធម្មនុញ្ញដែលមានប្រវត្តិនៅក្នុងការដែលរំលាយគណៈបកនយោបាយនិងដកតំណែងនាយករដ្ឋមន្ត្រីហើយនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតក៏មានការនិន្នាការទៅរកខាងក្រមអភិរក្សនិយមនឹងដែរគឺស្ថាប័នព្រះមហាក្សត្រនឹងផងដែរហើយនឹងយោធាក៏អញ្ចឹងដែរដូច្នេះគឺជាចំណុចខ្លាំងដែលលោកអនុทิនមាននៅក្នុងដៃជាសញ្ញាបិអាត់មួយដែលលោកអនុทิនមាននៅក្នុងដៃសញ្ញាបិអាត់នឹងខ្ញុំបន្ថែមពាក្យខ្ញុំទេណាក្នុងពេលជាមួយគ្នានោះដែរសារព័ត៌មាន Bloomberg បានបន្ថែមណាក្នុងពេលជាមួយគ្នានោះដែរការដែលខិតខំប្រឹងប្រែងធ្វើឲ្យការប្រើប្រាស់កញ្ឆាស្របច្បាប់នោះដែលជាគោលនយោបាយដ៏ពេញនិយមរបស់គណៈបកភូមិใจថៃរបស់លោកអនុทิនណាបាទហើយកន្លងមកគឺបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងផងដែរហើយគឺជាបណ្ដាញមួយដែលធ្វើឲ្យលោកអនុทิនមានប្រជាប្រិយភាពនៅក្នុងចំណោមមនុស្សមួយចំនួនបាទហើយអ្វីដែលទៅចងចាំគឺសភានេះក៏ស្ថិតនៅក្នុងក្រុមដែលអាចនឹងគ្រប់គ្រងគណៈបករបស់លោកអនុทิនផងដែរក៏ប៉ុន្តែបញ្ហាដែលជាបញ្ហាប្រឈមរបស់លោកអនុทิនដែលមិនរសាត់បាត់នៅឡើយទេក្នុងរយៈពេលដ៏ខ្លីខាងមុខនេះគឺការរិះគន់លោកអនុทิនក្នុងការដឹកនាំគ្រប់គ្រងការងារមិនបានល្អក្នុងការឆ្លើយតបនឹងបញ្ហាទឹកជំនន់ដ៏សែនមហាគ្រោះថ្នាក់កើតឡើងនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃដែលបានកើតមានឡើងកាលពីខែមុនដោយសារតែព្យុះស៊ីក្លូនសិនយ៉ាបាទនេះបើតាមអ្នកវិភាគនៃវិទ្យាស្ថាន IC Yusuf Isaac គឺលោកពុនឆាដាអ្នកស្រីពុនឆាដាបានលើកឡើងអំពីបញ្ហានេះផងដែរដូច្នេះគឺលោកអនុทิនក៏មានក្រុមគ្រប់គ្រងដែលជាក្រុមអភិរក្សនិយមដែលអាចនឹងធ្វើឲ្យមានការប្រើប្រាស់ស្ថាប័នមួយចំនួនដើម្បីរារាំងអ្នកបោះឆ្នោតវ័យក្មេងជាពិសេសអ្នកនយោបាយវ័យក្មេងដោយសារតែការប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងមួយនៅក្នុងប្រទេសថៃគឺច្បាប់ប្រមាថអង្គព្រះមហាក្សត្រដើម្បីគ្រប់គ្រងនិងដាក់សម្ពាធទៅលើអ្នកនយោបាយវ័យក្មេងទាំងអស់នោះហើយនិងសម្ព័ន្ធមិត្តអ្នកទាំងអស់នោះដោយឡែកសម្រាប់លោកអនុทิនផ្ទាល់ខ្លួនលោកវិញគឺប្រជាប្រិយភាពរបស់លោកហាក់ដូចជាកើនឡើងយ៉ាងខ្លាំងផងដែរដែលអាចនឹងចង់ស្មើគ្នាជាមួយនឹងមេដឹកនាំនៃគណៈបកប្រជាជនក្រោយពីមានការប៉ះទង្គិចគ្នាជាមួយនឹងប្រទេសកម្ពុជានៅតំបន់ព្រំដែនដែលជារឿងមួយដែលមានបញ្ហាចំនួននេះជាយូរមកហើយរវាងប្រទេសទាំងពីរហើយលោកនឹងប្រើប្រាស់រឿងនេះដើម្បីធ្វើដុតបញ្ឆេះនៅមនោសញ្ចេតនាជាតិនិយមនៅក្នុងប្រទេសថៃឲ្យកាន់តែខ្លាំងឡើងដោយសារហេតុនេះហើយបានជាធ្វើឲ្យលោកអនុทิនឥឡូវនេះកំពុងតែមានភាពតានតឹងជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ផងដែរដែលលោក Donald Trump បានទាមទារអះអាងអំពី credit កិត្តិយសក្នុងការដែលលោកបានចូលរួមបញ្ចប់ការប្រយុទ្ធគ្នាកាលពីខែក
កដារវាងប្រទេសទាំងពីរបាទឥឡូវនេះគឺការប្រយុទ្ធនេះគឺនៅតែបន្តដែលបានធ្វើឲ្យមនុស្សជាច្រើនបានភៀសខ្លួនចេញពីលំនៅឋានគឺអ្នកដែលភៀសខ្លួនចេញពីលំនៅឋាននោះគឺមានជាងកន្លះលានអ្នកទៅហើយមានមនុស្សជាង20នាក់បានស្លាប់បាត់បង់ជីវិតសារព័ត៌មាន Bloomberg បានបន្តទៀតថាការស្ទង់មតិចុងក្រោយនេះនៅក្នុងខែកញ្ញាគឺបានបង្ហាញថាគណៈបកប្រជាជនរបស់ថៃនៅតែនាំមុខគេដដែលដោយមានសម្លេងចំនួន30ដោយមានសម្លេងគ្រប់គ្រងចំនួន 33% រីឯគណៈបកភូមិใจថៃរបស់លោកអនុทิនវិញធ្លាក់មកនៅលំដាប់លេខ3ដែលមានការគ្រប់គ្រងចំនួន 13.24% បើទោះបីជានៅពីក្រោយគេក៏ដោយក៏ប្រជាប្រិយភាពរបស់លោកអនុทินនៅតែកើនឡើងដោយកើនឡើងស្ទើរតែទ្វេដងដោយសារតែការគ្រប់គ្រងដោយផ្ទាល់របស់លោកហើយអាចនឹងចិត្តស្មើគ្នាជាមួយនឹងមេដឹកនាំគណៈបកប្រជាជនដូច្នេះក្នុងពេលដែលមានការប្រយុទ្ធគ្នានឹងលក្ខខណ្ឌដែលនៅមានលក្ខណៈភ័យស្រួយមីគាសម្រាប់លោកអនុทินនៅក្នុងការខ្លាយខ្លួនទៅជានាយករដ្ឋមន្ត្រីគឺជាអ្វីដែលលោកបានរៀបចំដោយមានការប្រកាសនៅសប្តាហ៍នេះគឺការរំលាយសភារបស់ថៃហើយនឹងការដែលបង្កកំហឹងមនោសញ្ចេតនាជាតិនិយមនៅក្នុងការបង្កចំនួនតាមព្រំដែនជាមួយនឹងប្រទេសកម្ពុជាបាទនេះគឺជាសេចក្តីសង្ខេបដែលខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Bloomberg អញ្ចឹងយើងប្រិយមិត្តបានដឹងហើយគឺអ្វីដែលកើតមានឡើងនេះបាទដរាបណាមិនទាន់មានការបោះឆ្នោតដរាបណាមិនមានការដាក់សម្ពាធខ្លាំងពីសហគមន៍អន្តរជាតិនោះទេគឺលោកអនុทินហើយនឹងក្រុមយោធាគឺមិនមានផលប្រយោជន៍អ្វីនៅក្នុងការបញ្ចប់បញ្ហានេះដោយងាយៗនោះទេបាទនេះសារព័ត៌មាន Bloomberg ណាបាទ Bloomberg គាត់រាយការណ៍នឹងតែម្ដងគឺសារព័ត៌មានរបស់សហរដ្ឋអាមេរិកបាទគេមើលច្រើនដែរ Bloomberg ណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនខ្ញុំជឿថាមានអ្នកសួរសំណួរច្រើនដែលខ្ញុំខ្លួនឯងខ្ញុំក៏គ្មានសមត្ថភាពនឹងឆ្លើយអស់ដែរប៉ុន្តែទុកដល់ពេលល្ងាចចុះបាទពេលល្ងាចចុះបាទបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនអញ្ចឹងខ្ញុំមិនអាចនឹងឆ្លើយបានពេលនេះទេយប់ហើយនៅក្នុងប្រទេសកម្ពុជាចាំកម្មវិធីបច្ចុប្បន្នភាពអាមេរិកយើងនឹងឆ្លើយចែករំលែកចំណេះដឹងបន្ថែមទៀតផងដែរណាបាទហើយដូចបានជម្រាបក្នុងពេលកន្លងមកអញ្ចឹងបើសិនជាមានការខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសផងខ្ញុំចែករំលែកនេះដោយចេតនាល្អដើម្បីជិះព័ត៌មានទៅដល់ប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមតាម Facebook បើសិនជាមានបច្ចុប្បន្នភាពយ៉ាងម៉េចពីសហរដ្ឋអាមេរិកខ្ញុំនឹងបង្ហោះតាម Facebook ហើយនឹងធ្វើបច្ចុប្បន្នភាព breaking news ជូនខ្ញុំសម្រេចថាធ្វើ breaking news ជូននៅក្នុងរយៈពេលប្រហែលថ្ងៃនេះបើទោះបីជារវល់ខ្លួនឯងក៏ដោយបាទអញ្ចឹងពេលខ្លះអាចនឹងនៅកន្លែងណាផ្សេងមិននៅក្នុងកន្លែង studio ថតតាមចាំខ្នល់កន្លែងណាចាំខ្ញុំនឹងថតជូនបាទអញ្ចឹងមតិចុងក្រោយរបស់ខ្ញុំបាទមតិចុងក្រោយរបស់ខ្ញុំផ្ទាល់ខ្លួនទេប្រិយមិត្តមួយចំនួនបាទគួរតែបញ្ឈប់ការបង្ហោះរូបភាពសបាយហឺហាជប់លៀងឲ្យនឹងមួយរយៈសិនទៅបាទទុករូបនឹងទៅរូបនឹងទុកសិនទៅពេលណាដែលអ្វីវិលមកស្ថានភាពធម្មតាវិញចាំបង្ហោះក៏បានដែរបើពេលខ្លះអូសមើលទៅដូចជាអូសមករូបទៅឃើញគ្នាកំពុងតែយំបាត់បង់ឪពុកបាត់បង់ស្វាមីអូសមកខ្វាច់ទៀតមកឃើញអ្នកកំពុងតែរំកវីគូតញាក់ញ័របាទញ៉ាំឆ្ងាញ់ញ៉ាំអីហ្នឹងគឺវាដូចជាផ្ទុយគ្នាខ្លាំងពេកនៅក្នុងប្រទេសតែមួយទស្សនវិជ្ជាខុសគ្នាបាទអញ្ចឹងអ្នកនៅខាងក្រៅប្រទេសនេះខ្ញុំនិយាយនេះនិយាយពីជ្រុងអ្នកនៅក្រៅប្រទេសណាបាទអ្នកនៅក្រៅប្រទេសនេះដែលជួនកាលគាត់អូសតាមនឹងទៅគាត់មើលថាអូចិត្តថាទៅមានតែប្រយុទ្ធគ្នាអីណាមើលគេរំសប្បាយធម្មតាបាទយើងធ្វើសកម្មភាពក៏ដោយគឺខ្ញុំថាការបង្ហោះតាម Facebook នឹងមករយៈសិនទៅកុំឲ្យគេថាទស្សនវិជ្ជាពីខាងក្រៅនេះគេមើលទៅវាបង្ហាញនៅរូបភាពពីរផ្ទុយស្រឡះពីគ្នាតែម្ដងរវាងអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះបាទឥឡូវនេះសូមជូនចុងក្រោយបាទដែលជាឧត្តមគតិរបស់លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាតើលោកឆាំងយុវាតម្លៃយ៉ាងណាពាក់ព័ន្ធជាមួយនឹងអ្វីដែលថៃកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះបាទអញ្ចឹងខ្ញុំក៏បានដាក់អត្ថបទនេះនៅ Facebook ដែរប្រិមិត្តអាចតែចូលចិត្តអានសូមអញ្ជើញទៅអាននៅ Facebook ក៏ប៉ុន្តែអ្នកដែលមិនទាន់បានអានហើយចូលចិត្តស្ដាប់ច្រើនជាងនេះគឺខ្ញុំសូមអានជូនដូចតទៅលោកឆាំងយុបានមានប្រសាសន៍ថាយោធាប្រទេសថៃកំពុងបង្កការលំបាកប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនៅសន្តិភាពរបស់សហរដ្ឋអាមេរិកអាស៊ាននិងពិភពលោកថានេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើងនិងរីករាលដាលទៅលើឫសគល់ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជាឲ្យទទួលយក
ការទៀមទាដោយគ្មានមូលដ្ឋានច្បាប់របស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជាគឺជាការទៀមទាដែលរឹងទទឹងប្រឆាំងទៅនឹងទស្សនៈអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាពរួមទាំងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលរួមធ្វើជាអ្នកសម្របសម្រួលនិងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូលប្រទេសថៃឲ្យបញ្ឈប់ការប្រយុទ្ធប៉ុន្តែវាគឺជារឿងគួរឲ្យកត់សម្គាល់ថាបន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិកលោកអនុทิនឆាន់វីរគុលនាយករដ្ឋមន្ត្រីថៃបានប្រាប់សន្និសីទសារព័ត៌មានថាបទឈប់បាញ់នឹងកើតឡើងលុះត្រាណាតែកម្ពុជាទៅបញ្ឈប់ការបាញ់ប្រហារដកកងទ័ពរបស់ខ្លួនចេញនិងដោះមីនទាំងអស់ដែលខ្លួនបានដាក់វាហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ខណៈពេលដែលយោធាថៃកំពុងធ្វើសកម្មភាពយោធានៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយវាយប្រហារភូមិឋាននិងទីតាំងវប្បធម៌របស់ខ្មែរយោធាថៃបានជៀសផុតពីក្របមីនហាក់ដូចជាអភូតហេតុដែលក្របមីនទាំងនោះហើយដែលប្រទេសថៃបានអះអាងថាជាប្រភពធ្វើឲ្យយោធារបស់ខ្លួនទទួលរងរបួសវាគួរឲ្យចាប់អារម្មណ៍ផងដែរថាប្រទេសថៃនៅតែបន្តការទាមទារនៅលក្ខខណ្ឌនានាសម្រាប់ការចរចាសន្តិភាពអំឡុងពេលដែលយោធារបស់ថៃកំពុងធ្វើសកម្មភាពឈ្លានពានបាញ់ផ្លោងនិងវាយប្រហារមកលើប្រទេសកម្ពុជាសរុបសេចក្តីមកយោធាប្រទេសថៃកំពុងបន្តសាកល្បងនៅឆន្ទៈនិងការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកអាស៊ាននិងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីសន្តិភាពពិភពលោកយោធាដែលដាក់លក្ខខណ្ឌសម្រាប់សន្តិភាពខណៈដែលកំពុងវាយប្រហារដោយឈ្លានពានភាគីម្ខាងទៀតមិនមែនជាអ្នកចាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះសន្តិភាពនោះទេសកម្មភាពឈ្លានពានរបស់យោធាថៃប្រឆាំងនឹងប្រទេសកម្ពុជាគឺមិនស័ក្តិសមជាប្រទេសមានភាពចាស់ទុំអភិវឌ្ឍដែលមានការគោរពច្បាប់អន្តរជាតិនោះទេអំពើឈ្លានពានដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវប្រឆាំងនឹងសមាជិកអាស៊ានដូចគ្នាត្រូវតែបញ្ឈប់ដោយលោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី13ខែធ្នូឆ្នាំ2025បាទសូមអរគុណលោកឆាងយុផងដែរដែលលោកបានជាឱកាសនេះបញ្ចេញទស្សនៈរបស់លោកតាក់ទងជាមួយនឹងចំនួនរវាងកម្ពុជានិងថៃនេះបាទខ្ញុំអានមកដល់ចំណុចដែលលោកមានប្រសាសន៍ពីរឿងអភូតហេតុដែលទាហានថៃអត់ជន់មានពេលដែលប្រយុទ្ធហ្នឹងបាទគឺជារឿងមួយដែលមានជាសំណួរក្នុងចំណោមបញ្ញវន្តច្រើនណាហើយខ្ញុំក៏បានធ្វើคลิปវីដេអូមួយធ្វើរបៀបកំ pl ែងលេងផងដែរបាទនិយាយគិតចុះគិតឡើងបាទកំ pl ែងលេងប៉ុន្តែវាមានន័យស៊ីជំរឿផងដែរបាទអញ្ចឹងប្រិមិត្តអាចនឹងចែករំលែកកន្លែងហ្នឹងបាទធ្វើជាសំណួរឬក៏ចេញคลิปវីដេអូខ្លួនឯងនិយាយលេងបន្តទៀតក៏បានដែរដើម្បីឲ្យបានដឹងអំពីរឿងនេះបើវាអស្ចារ្យពេកដែរណាបាទពេលប្រយុទ្ធគ្នា6ថ្ងៃហើយអត់មានលុយសូផ្ទុះមានមួយសោះអញ្ចឹងបាទនេះគឺជាការរៀបចំសម្រាប់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាហើយសម្រាប់អ្នកដែលចូលមកទទួលយកព័ត៌មានសូមចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា